តើគួររៀនជំនាញអ្វីនៅអាល្លឺម៉ង់ហើយជំនាញណាខ្លះបានប្រាក់ខែខ្ពស់ស្វាគមន៍មកកាន់វគ្គទី4ថ្ងៃនេះខ្ញុំនឹងបង្ហាញពីជំនាញ Ausbildung ដែលត្រូវបានបំផុតដើម្បីឲ្យប្អូនងាយស្រួលសម្រេចចិត្តជំនាញដែលពេញនិយមលេខ1គឺពេទ្យថែទាំឬ Nursing ជំនាញនេះត្រូវការបុគ្គលិកខ្លាំងបំផុតហើយប្អូនអាចទទួលបានប្រាក់ខែចាប់ពី$1,100រហូតដល់ទៅ$1,500ជារៀងរាល់ខែតាំងពីឆ្នាំដំបូងបន្ទាប់មកគឺជំនាញព័ត៌មានវិទ្យា Information Technology និង Mechanic Mechatronics ទាំងនេះជាជំនាញបច្ចេកទេសដែលអាល្លឺម៉ង់កំពុងត្រូវការហើយផ្ដល់ប្រាក់ខែចន្លោះពី$1,000ទៅ$1,200ក្នុងមួយខែសម្រាប់អ្នកចូលចិត្តផ្នែកសេវាកម្មជំនាញសន្តាគារនិងចុងភៅក៏មានប្រជាប្រិយភាពខ្លាំងដែរប្រាក់ខែចាប់ផ្ដើមចន្លោះពី$900ទៅ$1,100ហើយជាជំនាញដែលងាយស្រួលរកការងារធ្វើបំផុតចុងក្រោយគឺជំនាញផ្នែកលក់និងរដ្ឋបាលការិយាល័យជំនាញទាំងនេះមានប្រាក់ខែចន្លោះពី$850ទៅ$1,000ដែលផ្ដល់នូវបរិយាកាសការងារប្រកបដោយផាសុកភាពនៅក្នុងសៀវភៅប្លង់មេ Ausbildung អាល្លឺម៉ង់ភាគទី2នេះលោកអភិរមមិនបានសរសេររៀបរាប់ជំនាញទាំង300នោះទេព្រោះវានឹងធ្វើឲ្យអ្នកអានស្មុគស្មាញផ្ទុយទៅវិញលោកបានចម្រាញ់យកតែជំនាញកំពូលចំនួន4និយាយមួយនេះដែលមានតម្រូវការទីផ្សារខ្ពស់និងអត្រាជាប់ទិដ្ឋាការច្រើនបំផុតសម្រាប់សិស្សខ្មែរចុះបើប្អូនចង់រៀនជំនាញផ្សេងពីនេះកុំបារម្ភនៅក្នុងអុកសម្ព័ន្ធទី1នៃសៀវភៅនេះលោកអភិរមក៏បានដាក់បញ្ចូលនៅប្រភពគេហទំព័រផ្លូវការដែលប្អូនអាចចូលទៅស្វែងរកព័ត៌មានលម្អិតលក្ខខណ្ឌនិងតារាងប្រាក់ខែនៃជំនាញជាង300ទៀតដោយខ្លួនឯងបានយ៉ាងងាយស្រួលបំផុត Scan QR code ឬចុច link ខាងក្រោមដើម្បីទទួលបានតម្លៃ Early Bird $19.99 សម្រាប់តែ50នាក់ដំបូងប៉ុណ្ណោះចាប់ផ្ដើមជ្រើសរើសជំនាញរបស់អ្នកថ្ងៃនេះរួចរង់ចាំទស្សនាវគ្គទី5ជាបន្តទៀត